ដោះស្រាយសម័យកាល x បូក2024លើកស្វេចគុណ2024ដកនឹង x ស្វេចគុណ2024ស្មើនឹង0អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែឃើញអញ្ចឹងអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើម៉េចទៅអ្នកទាំងអស់គ្នាបោះវាទៅអង្គទី2បោះដក x ស្វេចគុណ2024ទៅអង្គទី2គឺ x ស្វេចគុណ2024តោះទីមកសម្រួលស្វេចគុណហើយ x បូក2024នេះស្មើជាមួយនឹង x អូខេហើយទៅរក x អស់អូតែចម្លើយឃើញប៉ុន្មានទៅហ្នឹងហើយអាចនឹងវគ្គអញ្ចឹងចំពោះការដោះស្រាយគឺយើងប្រើប្រាស់នៅលក្ខណៈ radical ចាអញ្ចឹងយើងមកមើលទាំងអស់គ្នាតកតងជាមួយនឹងស្វ័យគុណគូស្វ័យគុណសេសដោយឧបមាថា x ការ៉េស្មើជាមួយនឹង4អញ្ចឹងនៅពេលដែលយើងទាញរក x ទៅមិនឃើញបូកដកឬការ៉េនេះ4បានបូកដក2ឧទាហរណ៍ថា x ការ៉េស្មើជាមួយដក6អញ្ចឹងសមីការគ្មានរឹសហេតុអីបានគ្មានរឹសទៅដោយសារតែអត់មានលេខណាដែលលើកការ៉េហើយចេញដក6ទេសូម្បីតែដក6ខ្លួនឯងពេលដែលលើកការ៉េទៅក៏ចេញមក36ដែរដកមានន័យថាដក6គុណនឹងដក6ចំនួន2ដងដកគុណដកចេញបូកអីចាអញ្ចឹងចំពោះឬគីបពីម្ដងឬគីបឧបមាថាស្មើ8ជាងនាំឲ្យតេស្មើជាមួយនឹងឬគីបនៃ8ឬគីបនៃ8គឺបាន2គីបចាអញ្ចឹងចេញមកបាន2អត់មានបូកដកទេឲ្យតែពពួកឬសេសឧទាហរណ៍ថាតេសេគុណ4ស្មើ2សេគុណ4ចាជិះពេលដែលយើងទិញរកតេគឺត្រូវឃើញបូកដកដោយសារតែស្វ័យគុណវាជាចំនួនគូចាចឹងឃើញបូកដកឬទី4នៃ2សេគុណ4ចេញមកបានបូកដក2ចាអញ្ចឹងយើងប្រើលក្ខណៈទាំងអស់នឹងឯងដើម្បីទៅដោះស្រាយសមីការមួយនេះបើមិនអញ្ចឹងអ្នកទាំងអស់គ្នានឹងរកឃើញសមីការគ្មានរឹសហើយដែលការពិតសមីការគេនឹងគឺមានរឹសទេចាអញ្ចឹងយើងដោះស្រាយសមីការដោះស្រាយសមីការ x បូក2024លើកសេគុណ2024ដកជាមួយនឹង x លើកសេគុណ2024នេះស្មើ0ចាអញ្ចឹងយើងបោះចាយើងបោះ x សេគុណ2024នេះជាមួយអង្គទី2វិជ្ជមានបន្តទៀតមកយើងប្រើលក្ខណៈទាញរករឹសដូចកាលមុនអញ្ចឹងណាដូចការតែខ្ញុំបញ្យល់មុននឹងបន្តិចហ្នឹងគឺមានន័យថា x បូកជាមួយនឹង2024នេះស្មើជាមួយនឹងរឹសទី2024នេះបូកដកណាចាផ្លេចសំទោសបូកដកដោយសារតែនេះគូ2024គូអញ្ចឹងត្រូវមានបូកដករឹសទី2024ខ្ញុំសរសេររៀងឆ្ងាយបន្តិចរឹសទី2024នៃ x លើកសេគុណ2024អញ្ចឹងរឹសទី2024 x សេគុណ2024ដែរគឺចេញមកអស់ហើយចាអញ្ចឹងបាន x បូកជាមួយនឹង2024នេះស្មើជាមួយនឹងបូកដក x ចាករណីទី1បើសិនជាវាវិជ្ជមាន x បូកជាមួយនឹង2024ស្មើជាមួយនឹងបូក x ចាឬក៏ x ទៅទេអញ្ចឹងយើងបោះមក x ដក x ចាស្មើនឹងដក2024 x ដក x មានន័យថា 0x ចា 0x ស្មើជាមួយដក2024តើមានលេខណាមួយគុណនឹង0ទៅចេញដក2024នេះចាអត់មានទេតែគុណនឹង0ហើយគឺ0ហើយអញ្ចឹងឯងកន្លែងហ្នឹងគឺសមីការគ្មានឬបើសិនជាករណី x បូក2024ស្មើជាមួយនឹងដក2024សំទោសដក x ចារៀងញាប់បន្តិចដក x វិញចាអញ្ចឹងយើងបោះមក x បូក x ស្មើជាមួយនឹងដក2024 2x ស្មើជាមួយនឹងដក2024ចឹងយើងទាញរក x ចាយើងទាញរក x ស្មើជាមួយនឹងចាអញ្ចឹងខ្ញុំដាក់នៅនេះណាស្មើជាមួយនឹងដក2024ខ្ញុំទាញរក x ទៅឃើញដក2024ចែកជា2ឃើញដក1012ចាអញ្ចឹងដូចនេះ x ស្មើជាមួយនឹងដក112ជាឫសមីការអ្នកទាំងអស់គ្នាតើជឿថាប៉ុណ្ណឹងជាឫសមីការអត់អូខេបើអត់ជឿទេផ្ទៀងផ្ទាត់ទាំងអស់គ្នាជាមួយនឹងខ្ញុំណាអញ្ចឹងយើងបានចុះចូលចាខ្ញុំដាក់ថាផ្ទៀងផ្ទាត់ចាផ្ទើការ៉េអញ្ចឹង x យើងគឺដក1012បូកជាមួយនឹង2024លើកសេគុណ2024ដកជាមួយនឹងដក1012លើកសេគុណ2024ស្មើនឹង0ចាមក
អញ្ចឹងដក10 12បូកជាមួយនឹង20 24ចឹងដកទៅជាយកទៅដកយ៉ាងនេះយ៉ាងធំដកតូចមកចឹងដក20 24ដកជាមួយនឹង10 12 2 1 0 1ចាឃើញ10 12ដែរចឹង10 12លើកស្វ័យគុណ2024 10 12លើកស្វ័យគុណ2024ដកអានេះអវិជ្ជមានពេលតែលើកជាស្វ័យគុណគូចេញមកវិជ្ជមានដែរអញ្ចឹងចេញមកវិជ្ជមានគឺបាន10 12លើកស្វ័យគុណ2024ចាស្មើ0ចាវាពិតជា0មែន10 12លើកស្វ័យគុណ2024ដក10 12លើកស្វ័យគុណ2024 0ពិតចាហ្នឹងពេលប្រឡងអ្នកទាំងអស់គ្នាអត់ចាំបាច់ផ្ទៀងផ្ទាត់ឲ្យទេអានេះគឺខ្ញុំផ្ទៀងផ្ទាត់ឲ្យអ្នកទាំងអស់គ្នាជឿថាតើវាពិតជាឃើញប៉ុណ្ណឹងមែនអត់អូខេអញ្ចឹងលំហាត់ហ្នឹងគឺគេដោះស្រាយទម្រង់បែបនេះ